ឥឡូវនេះយើងដល់រដូវវស្សាហើយអញ្ចឹងការថែទាំម៉ូតូក៏ដូចជាការលាងសម្អាតម៉ូតូវាទាមទារឲ្យយើងធ្វើវាឲ្យបានញឹកញាប់ជាងខែប្រាំងបន្តិចជាក់ស្ដែងដូចចង្វាក់ម៉ូតូអញ្ចឹងខ្ញុំលាងជិះបានតែ2ថ្ងៃវាចាប់ផ្ដើមខ្មៅហើយបើថាចូលរយៈពេល4-5ថ្ងៃទៅមួយអាទិត្យអីគឺស្ងួតរើងហ្មងអត់ដឹងថាប្រេងចង្វាក់ហ្នឹងវាទៅណាអស់ហើយជាទូទៅទម្លាប់ខ្ញុំពេលដែលខ្ញុំបាញ់ប្រេងចង្វាក់2ឬក៏3ដងអីគឺខ្ញុំលាងចង្វាក់ម្ដងហើយឬក៏ពេលណាខ្ញុំមើលទៅឃើញថាវារៀងមានច្រេះឬក៏មានប្រឡាក់ច្រើនជាដើមហើយរឿងលាងចង្វាក់នេះខ្ញុំមានរឿងមួយថ្ងៃមុនខ្ញុំជិះទៅទិញប្រេងកាតណាទិញប្រេងកាតសម្រាប់ខ្ញុំលាងចង្វាក់ម៉ូតូហ្នឹងគាត់តែខ្ញុំឈប់ម៉ូតូខ្ញុំចុះពីម៉ូតូដើរទៅទិញចុះពីលើម៉ូតូពឹបអ្នកលក់ប៊ូលូភ្លាមហ្មងស្មានតែជិះម៉ូតូហ្នឹងតើរៀងខ្ពស់មិនជិះបានគាត់អត់ហ៊ាននិយាយតែខ្ញុំទាបទេតែគាត់សុកចិត្តនិយាយអញ្ចឹងតែមិនខឹងគាត់ទេធ្វើម៉េចយើងរៀងទាបដៃខ្លីយើងខ្លីមែនណាមិនខឹងគាត់ទេហើយឥឡូវយើងត្រឡប់មកការថែទាំម៉ូតូវិញជាពិសេសគឺការលាងម៉ូតូហ្នឹងតែម្ដងដោយសារខែនេះខែភ្លៀងអញ្ចឹងម៉ូតូឲ្យតែចេញក្រៅគឺប្រឡាក់ចេញក្រៅគឺប្រឡាក់ឯងពេលខ្លះមិនមែនជិះពេលភ្លៀងទេជិះពេលក្រោយភ្លៀងតិចតួចជួនកាលភ្លៀងពីយប់ទេតែព្រឹកឡើងខ្ញុំជិះចេញមកពីធ្វើការវិញឬក៏យើងជិះទៅធ្វើការហ្នឹងគឺប្រឡាក់បាត់ហើយដោយសារវាមានទឹកដក់នៅសងខាងផ្លូវអញ្ចឹងណាអញ្ចឹងពេលដែលយើងជិះទៅគឺដឹងតែសាច់ប្រឡាក់តែម្ដងហើយបើសាច់ប្រឡាក់ធម្មតាមិនអីទេជាពិសេសគឺនៅកលុកកលៀតកន្លែងប្លុកម៉ាស៊ីនហ្នឹងគឺវាប្រឡាក់ប្រភេទថាប្រឡាក់ស្នឹមហ្មងបើសិនជាយើងអត់បានដុសលាងវាត្រឹមត្រូវតែមកបាញ់សាប៊ូបាញ់ទឹកឬក៏យើងដុសពីខាងក្រៅតិចតួចដូចខ្ញុំយកអាកណាត់ដៃនឹងដុសហ្នឹងពេលខ្លះអត់ជ្រះអស់ទេអាចវានៅអាកលុកកលៀតតិចតួចទៀតអញ្ចឹងពេលខ្លះគឺខ្ញុំយកច្រាស់មិនច្រាស់ដុសថ្មិញយើងក៏បានឬក៏ខ្ញុំមានជក់អាប្រភេទជក់ដែលវាលូកបានទៅយ៉ាងជ្រៅតិចហ្នឹងខ្ញុំយកជក់ហ្នឹងដើម្បីដុសខ្ញុំបាញ់សាប៊ូហើយខ្ញុំដុសវាចឹងទៅបានខ្ញុំបាញ់ទឹកដើម្បីឲ្យវាបានជ្រះល្អណាហើយមែនតើទៅប្រឹងអង្គុយលាងម៉ូតូប្រឹងដុសម៉ូតូហ្នឹងយ៉ាងច្រើនជិះស្អាតបានមួយថ្ងៃខ្លះមិនបានមួយថ្ងៃផងលាងពេលព្រឹកថ្ងៃឡើងភ្លៀងល្ងាចឡើងទៅធ្វើការម៉ូតូប្រឡាក់ដែរគាត់ថាធ្វើម៉េចយើងអ្នកស្រឡាញ់បើប្រឡាក់គឺលាងទៅតាំងចិត្តថាជិះប្រឡាក់លាងជិះប្រឡាក់លាងប៉ុណ្្នឹងឯងហើយបើគេសួរថាតើទំនេរធ្វើអីខ្ញុំទំនេរគឺពីច្រើនខ្ញុំធ្វើការថែទាំម៉ូតូរបស់ខ្ញុំហើយបើសិនជាខ្ញុំទំនេរជិះម៉ូតូគឺមិនមែនទេបើខ្ញុំជិះម៉ូតូបានខ្ញុំរវល់ហើយខ្ញុំរវល់ជាប់ជិះម៉ូតូដើរលេងចេញទ្រីបទៅផឹកកាហ្វេទៅអីជុំគ្នាជុំគេជុំឯងតិចតួចហ្នឹងឯងហើយបើសួរខ្ញុំថាចុះមួយអាទិត្យលាងម៉ូតូប៉ុន្មានដងខ្ញុំក៏អត់ដឹងដែរពេលខ្លះអត់បានរាប់ប៉ុន្តែខ្ញុំជឿថាមួយអាទិត្យមិនក្រោម3ដងទេសម្រាប់ខ្ញុំសម្រាប់ការលាងម៉ូតូរបស់ខ្ញុំព្រោះអីតែប្រឡាក់តិចតួចគឺខ្ញុំលាងហើយព្រោះខ្ញុំចូលចិត្តឃើញម៉ូតូស្អាតចឹងណាអញ្ចឹងអ្នកនរគ្នាអាចជួយចែកម្លែកបានទេចែកម្លែកក្នុង comment មកថាតើអ្នកនរគ្នាធ្វើការលាងម៉ូតូដូចជាថែទាំម៉ូតូដូចជាយើងឆែកសបុកអែយើងលាងចង្វាក់យើងបាញ់ប្រេងចង្វាក់ហ្នឹងក្នុងមួយអាទិត្យមួយដងដែរឬក៏មួយខែមួយដងដែរអាចជួយ comment ប្រាប់ខ្ញុំបានទេអូខេអញ្ចឹងការលាងសម្អាតម៉ូតូក៏ដូចជារៀបចំម៉ូតូសម្រាប់ឲ្យវា ready សម្រាប់ថ្ងៃដែលខ្ញុំចូលទៅធ្វើការវិញគឺមានតែប៉ុណ្្នឹងឯងអញ្ចឹងសង្ឃឹមថាអ្នកគ្នាចូលចិត្តវីដេអូនេះកុំភ្លេច like ក៏ដូចជា share វីដេអូនេះទៅកាន់អ្នកដែលស្រឡាញ់ម៉ូតូទាំងអស់គ្នាផងហើយយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ